ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានយល់ព្រមជួបជាមួយប្រធានាធិបតីថ្មីនៃប្រទេសសេរីលោកអាម៉ាត់អាល់សារ៉ានៅថ្ងៃពុធនៅប្រទេសអារ៉ាប៊ីសាអូឌីតដែលជាការប្រឈមមុខជាមួយមេដឹកនាំបះបោរដែលធ្លាប់ជាប់ពន្ធនាគារជាច្រើនឆ្នាំដោយកងកម្លាំងសហរដ្ឋអាមេរិកបន្ទាប់ពីចាប់ខ្លួនបាននៅប្រទេសអ៊ីរ៉ាក់លោកត្រាំយល់ព្រមជួបលោកអាល់សារ៉ាមុនពេលលោកបញ្ចប់ការស្នាក់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតហើយបន្តដំណើរទៅកាន់ប្រទេសកាតានិងប្រទេសអារ៉ាប់រួមកាលពីថ្ងៃអង្គារទី13ខែឧសភាលោកត្រាំក៏បានប្រកាសដកទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់លើប្រទេសសេរីតាំងពីឆ្នាំ2011ដោយសង្ឃឹមថារដ្ឋាភិបាលថ្មីសេរីនឹងទទួលបានជោគជ័យក្នុងការធ្វើឲ្យប្រទេសមានស្ថិរភាពនិងរក្សាសន្តិភាពយ៉ាងណាទាំងការយល់ព្រមជួបលោកអាសារ៉ានិងការប្រកាសពីផែនការដកទណ្ឌកម្មបើតាមលោកត្រាំថាធ្វើឡើងតាមសំណើរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតម៉ូហាម៉េតប៊ីនសាម៉ាន់រដ្ឋមន្ត្រីការបរទេសសេរីបានពណ៌នាចំពោះសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនេះថាជាការចាប់ផ្ដើមថ្មីដើម្បីកសាងប្រទេសដែលហែកហួរដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃរយៈពេល13ឆ្នាំកន្លងមកការដកទណ្ឌកម្មនេះនឹងអនុញ្ញាតឲ្យលំហូរមូលធនអន្តរជាតិចូលទៅក្នុងប្រទេសសេរីពីរដ្ឋឈូងសមុទ្រពីរដ្ឋអារ៉ាប់ផ្សេងៗទៀតនិងពីទីភ្នាក់ងារផ្ដល់ជំនួយផ្សេងៗផងដែរសូមជម្រាបជូនថាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសសេរីអស់រយៈពេលជាង1ទសវត្សរ៍មកហើយដើម្បីដាក់សម្ពាធក៏ដូចជាការគៀបសង្កត់ផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងរបបផ្ដាច់ការរបស់អតីតប្រធានាធិបតីសេរីលោកបាសាអាល់អាសាដដែលបានត្រូវបណ្តេញចេញពីតំណែងកាលពីខែធ្នូឆ្នាំមុនដោយក្រុមបះបោរ HTS របស់លោកអាសារ៉ាតាំងពីពេលនោះមកប្រទេសសេរីបានជ្រើសរើសប្រធានាធិបតីអន្តរការថ្មីហើយចាប់ផ្ដើមបញ្ជ្រាបខ្លួនចូលឆាកអន្តរជាតិតាមរយៈការខិតខំប្រឹងប្រែងការទូតជាថ្មីហើយឥឡូវនេះមានឱកាសជួបលោកដូណាល់ត្រាំប្រធានាធិបតីនៃប្រទេសមហាអំណាចពិភពលោកជាមួយនឹងការដកទណ្ឌកម្មដែលសេរីប្រាថ្នាចង់បានជាយូរណាស់មកហើយ